សម្រាប់ឆ្នាំ 2026 តើជំនាញផ្ទះយើងគួរប្រើប្រាស់ពណ៌អីសំណួរនេះគឺពេញនិយមមែនទែនសម្រាប់អ្នកដែលចូលចិត្តតាមដានហុងស៊ុយតែមិនទាន់ចេះហុងស៊ុយណាសម្រាប់អ្នកចេះហើយគឺគាត់ដឹងហើយថាជំនាញផ្ទះគាត់គួរប្រើប្រាស់ពណ៌អីហើយនឹងបន្ថែមវត្ថុអីដើម្បីឲ្យគាត់មានសំណាងនៅក្នុងឆ្នាំថ្មីណាតែសម្រាប់អ្នកអត់ទាន់ចេះគឺមកមើលវីដេអូនេះណាចំពោះវិធីសាស្ត្រឬក្បួននៅក្នុងការរៀបចំនាងផ្ទះគឺមានច្រើនប្រភេទនៅក្នុងវីដេអូនេះខ្ញុំលើកតែមួយប្រព័ន្ធយកមកនិយាយទេគឺរៀបចំនាងផ្ទះតម្រូវជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំនៅក្នុងឆ្នាំ 2026 គឺមានផ្កាយលេខ1ជាផ្កាយលុយចរចំនៅទីតាំងកណ្ដាលផ្ទះយើងដឹងស្រាប់ហើយថាផ្កាយលេខ1នេះគឺផ្កាយធាតុទឹកបើមានលង្ហៈឬធាតុមាសនេះជាមួយធាតុទឹកនៅចំទីតាំងកណ្ដាលផ្ទះនឹងធ្វើឲ្យយើងកាន់តែមានលៀបក្នុងករណីដែលចំនាងផ្ទះឬទីជយាយើងនៅចំទីតាំងកណ្ដាលផ្ទះយើងអាចប្រើប្រាស់ជាលង្ហៈឬពណ៌ធាតុទឹកនេះដើម្បីបង្កើនលៀបបង្កើនសំណាងក្នុងឆ្នាំថ្មីតែត្រូវប្រកាសណាថាចំនាងផ្ទះយើងនៅចំកណ្ដាលផ្ទះមិនមែនយើងរៀបទៅតាមគ្នាទេណាក្រែងលោរៀបតាមគ្នាអាចនឹងមានការឆុងកើតឡើងណាឥឡូវយើងមកលម្អិតទាំងអស់គ្នាកុំឲ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងចំនាងផ្ទះនិងទីតាំងកណ្ដាលផ្ទះនេះយើងមកមើលណានេះគឺជាប្លង់បាតផ្ទះល្វែងដែលជាទូទៅគឺយើងតែងតែឃើញនៅក្នុងបុរីសម្រាប់រាជធានីភ្នំពេញណាដែលមានខាងមុខផ្ទះនេះគឺ 4.2 4ម៉ែត្រពីទឹកណាជម្រៅវិញគឺ 12ហើយទីតាំងកណ្ដាលផ្ទះគឺនៅនេះនៅក្រោមកម្មចដាលផ្ទះតែម្ដងណានេះអង្កត់ផ្ចិតយើងអាចគូអញ្ចឹងមកយើងអាចដឹងហើយថាទីតាំងកណ្ដាលផ្ទះណាឬក៏ពេលខ្លះផ្ទះល្វែងខ្លះគាត់អាចមានទទឹងនេះគឺទៅដល់ 5 ម៉ែត្រជម្រៅ 16 ម៉ែត្រទោះជាមានកម្រិតនៃភាពលអៀងនៃទំហំផ្ទះបន្តិចមែនក៏ដោយប៉ុន្តែនៅចំកណ្ដាលផ្ទះគឺមិនសូវខុសគ្នាទេនេះជាបទពិសោធន៍របស់ខ្ញុំសម្រាប់ផ្ទះល្វែងជាទូទៅគឺចំណុចកណ្ដាលផ្ទះតែងតែនៅឬក៏នៅក្នុងបន្ទប់ទឹកណានេះសម្រាប់ផ្ទះល្វែងដែលខ្ញុំបានរៀបរាប់តែផ្ទះល្វែងខ្លះគឺអាចមានចំនាងផ្ទះនៅកណ្ដាលផ្ទះដែរឡើយនេះអាស្រ័យលើយើងចុះទៅវាស់និងចុះទៅអនុវត្តជាក់ស្ដែងនៅក្នុងករណីនេះកាយលេខ1នៅចំទីតាំងកណ្ដាលផ្ទះអញ្ចឹងតាទីជាយើងនៅត្រង់ណាណាសម្រាប់ 90% នៃផ្ទះល្វែងគឺមានទីជានៅខាងមុខបន្ទប់ទទួលភ្ញៀវណាពេលដែលយើងបើកទ្វារភ្លាមយើងឃើញទីជាភ្លាមអញ្ចឹងនិយាយជារួមទៅ 90% នៃផ្ទះល្វែងចំនាងផ្ទះមិនបាននៅចំទីតាំងកណ្ដាលផ្ទះទេនេះហើយដែលជាហេតុដែលធ្វើឲ្យយើងឆុងបើសិនជាយើងរៀបចំនាងផ្ទះទៅតាមគ្នាណាក្រែងលោគេរៀបពណ៌ផ្ទៃមេឃពណ៌ខៀវយើងទៅរៀបពណ៌ផ្ទៃមេឃពណ៌ខៀវដែរខុសហើយណានៅការដែលរៀបពណ៌ផ្ទៃមេឃពណ៌ខៀវដែរនឹងធ្វើឲ្យយើងឆុងឥឡូវយើងមើលឧទាហរណ៍ជាក់ស្ដែងមួយទៅចោះណាយើងកុំឲ្យមានភាពសពេចសពិលផ្ទះល្វែងនេះគឺបែរមុខទៅទិសខាងកើតហើយទិសខាងកើតនៅក្នុងឆ្នាំ 2026 នេះគឺមានផ្កាយលេខ 8 នៅចំពីមាត់ទ្វារជាក់ស្ដែងជាទូទៅសម្រាប់ផ្ទះល្វែងនៅពេលដែលយើងបើកទ្វារនេះគឺយើងឃើញទីជយាឬចំនាងផ្ទះនៅខាងមុខនឹងតែម្ដងគឺនៅចំណុចមុខកន្លែងទទួលភ្ញៀវនេះណានៅតំបន់នេះនឹងសម្រាប់ផ្ទះល្វែងអញ្ចឹងបើសិនជាទីជាឬចំនាងផ្ទះនៅត្រង់ចំណុចតារាសាស្ត្រលេខ 8 នេះបើយើងប្រើប្រាស់លោហៈច្រើនឬពណ៌ខៀវពណ៌ផ្ទៃមេឃច្រើននឹងធ្វើឲ្យយើងមានការឆុងណាកើតឡើងឆុងនេះគឺហៅឆុងកាត់លៀបណាយើងដឹងស្រាប់ហើយថាផ្កាលេខ 8 នេះអត់ចូលចិត្តស្ពាន់អត់ចូលចិត្តលោហៈទេហើយក៏មានការឆុងជាមួយធាតុទឹកទៀតអញ្ចឹងបើយើងរៀបចំនាងផ្ទះតាមគ្នាដែលប្រើប្រាស់ពណ៌ផ្ទៃមេឃពណ៌ខៀវឬពេលខ្លះឈានទៅដល់អុជទៀនពណ៌សទៀត
អញ្ចឹងសម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងកើតនឹងរងឥទ្ធិពលឆុងកាត់លៀបហើយណាអាចនិយាយថាយើងអាចរកបាន$100ក្នុងមួយថ្ងៃធ្លាក់សល់ត្រឹមតែ$80ឬ$70អាស្រ័យទៅតាមទំហំនិងពណ៌នេះដែលយើងបានដាក់នៅទីតាំងហ្នឹងណាអញ្ចឹងសម្រាប់ផ្ទះល្វែងដែលមានមុខបែរទៅខាងកើតគួរតែប្រើជំនាញផ្ទះពណ៌អីណាហើយបន្ថែមធាតុអីនៅទីតាំងជំនាញផ្ទះជាទូទៅបទពិសោធន៍ជាក់ស្ដែងយើងគួរតែប្រើជំនាញផ្ទះឲ្យស្របជាមួយមាត់ទ្វារផ្ទះណាសម្រាប់ផ្ទះល្វែងទេណាខ្ញុំនិយាយសម្រាប់ផ្ទះល្វែងទេអញ្ចឹងសម្រាប់ផ្កាយលេខ8នេះសម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងកើតយល់ល្អប្រើប្រាស់ទីជាអ៊ីដែលមានពណ៌ក្រហមហើយប្រើទៀនក្រហមណាដាក់របស់ក្រហមច្រើនទៅនឹងធ្វើឲ្យលាបកាន់តែច្រើនក្នុងករណីមួយថ្ងៃយើងអាចរកបាន$100អាចឈានទៅដល់$150ឬ$2នោះក្នុងមួយថ្ងៃណាអញ្ចឹងជារួមមកវិញក្នុងករណីរៀបចំនាងផ្ទះគឺអត់រៀបតាមគ្នាទេក្រៃលោពុកម៉ែបងប្អូនឃើញគេរៀបពណ៌ខៀវរៀបដែរឆុងហើយអត់ត្រូវទេណាជាពិសេសផ្ទះល្វែងតែម្ដងអញ្ចឹងតើយើងគួររៀបម៉េចដើម្បីកុំឲ្យមានការឆុងឲ្យមានតែរឿងល្អនិងហេងណាជាទូទៅដូចខ្ញុំនិយាយអញ្ចឹងគឺនេះបើសិនជាពុកម៉ែបងប្អូនជឿតាមខ្ញុំណាគឺរៀបចំនាងផ្ទះឲ្យស្របជាមួយនឹងមាត់ទិសមាត់ទ្វារផ្ទះសម្រាប់ផ្ទះល្វែងដែលជាទូទៅមានទទឹង 4.2 ឬក៏ 5 ចុចជម្រៅគឺ12ឬឈានទៅដល់16ម៉ែត្រគឺរៀបចំនាងផ្ទះតម្រូវផ្កាយនៅខាងមុខផ្ទះបើផ្កាយយើងផ្កាយលេខ8នៅខាងមុខផ្ទះគឺយើង